ចាប់ដើមបន្តទៀតណាអូខេអញ្ចឹងការពីម្សិលមិញគ្នាយើងបានរៀបចំstructure មួយចំនួនខ្លះហើយខ្ញុំសេរី property នេះ property យើងយកនេះវាគួរតែអូខេហើយខ្ញុំនៅតែលឺខ្សោយទៀតខ្ញុំនៅតែលឺខ្សោយតោះយើងចាប់ដើមរៀបចំណាអញ្ចឹងម្សិលមិញគឺខ្ញុំបាន install របស់មួយចំនួននេះដូចជា React Router អញ្ចឹងបើយើងចង់ដឹងថាយើង install ខ្លះយើងអាចមើលត្រង់ package JSON នេះហើយយើងមើលត្រង់នេះអញ្ចឹងយើងបាន install ទៅនឹងReact DOM React Router DOM ហើយនឹង React Redux អូខេReact Redux toolkit ហ្នឹងណាអូខេយើងបាន install មកហើយតោះឥឡូវយើងមិនត្រូវការបង្កើត file មួយទៀតគឺ file JSON ត្រូវអញ្ចឹងយើងដាក់មក file JSON អូខេអញ្ចឹងខ្ញុំដាក់ថា data.json អូខេតោះអញ្ចឹងstep 1គឺសំដៅលើការទាញយក data ចេញពី API ហើយរក្សាទុកនៅក្នុងខ្លួនវាដើម្បីចែកទៅកាន់ component ផ្សេងៗតឥឡូវយើងសាក run reaction មកអូខេយើង run ចេញជារូបរាងមួយសិនទៅអូខេនេះវាដើរណាតឥឡូវយើងចាប់ផ្ដើមរៀបចំអញ្ចឹង structure នៅក្នុង ALC នេះខ្ញុំបង្កើតតាក់ទងនឹងfolder មួយខ្ញុំដាក់ថា API ហ្នឹងហើយ API គឺដាក់ service ទៅយើង service អូខេយើង service វាមានតួនាទីសម្រាប់ធ្វើការជាមួយនឹង API folder របស់វាហ្នឹងមួយទៀតគឺ store គឺប្រើសម្រាប់រក្សាទុកហ្នឹងហើយរក្សាទុក data អូខេដើម្បីចែក data ទាំងអស់ហ្នឹងទៅកាន់ component ដទៃទៀតអូខេក្នុង store ហ្នឹងយើងមានមួយគឺ index.js ហើយយើងទៅអូខេ index គឺ file ធំមកវាអញ្ចឹងយើងមាន service មួយយើងមាន store ដើម្បីរក្សាទុកក្នុងហ្នឹងអូខេអញ្ចឹងដូចយើងត្រូវការ package design ត្រូវការដូចយើងត្រូវការទៅទៅនឹង library មួយទៀតយើងគឺ Axios យើងអត់ install Axios មកទេណាយើងមាន Redux toolkit ហើយតែយើងអត់មានទៅទៅនឹង Axios ទេអញ្ចឹងយើងចាំ install Axios តាមក្រោយឥឡូវយើងរៀបចំ structure សិនអញ្ចឹងយើងមានណា service យើងមានយើងមាន API.jsx JS ប្រហែលណា API ឬក៏ដាក់ index ប្រហែលណា index.js ច្រឡំក្នុង service យើង service យើងគួរ service យើងដាក់ថា index.js អូខេប៉ុណ្ណឹងមកណាអូខេយើងខ្ញុំសុំ break បន្តិចអូខេអញ្ចឹងយើងមានวันនេះយើងក្នុង ALC យើងមានតាក់ទងទៅនឹង service សម្រាប់ទាញយកទិន្នន័យចេញមកពី API អញ្ចឹងត្រង់នេះគឺ index នេះគឺវាប្រើសម្រាប់រក្សាកូដមានថាកូដដែលធំmain code អញ្ចឹងខ្ញុំនឹងការសរសេរកូដ base URL នៅកន្លែងនេះអញ្ចឹងទៅនឹង base URL គឺខ្ញុំនឹងរក្សាទុកនៅកន្លែងនេះ base URL ដែលយើងប្រើមួយ JSON ឧទាហរណ៍ក្នុង JSON នេះខ្ញុំមានប៉ុណ្ណេះឧទាហរណ៍ក្នុង JSON ខ្ញុំមានឥឡូវខ្ញុំសេបន្តិច JSON យើងមានទិន្នន័យដូចជាឥឡូវយើងនិយាយអំពីសិស្សរបស់យើងទៅចុះអូខេយើងដាក់ថា student អូខេ student អូខេអញ្ចឹងយើងមានប៉ុណ្នេះ student យើងមានប៉ុណ្នេះទៅចុះអូខេមានID name យើងដាក់D អញ្ចឹងទៅអូខេអាយុយើងមិនដាក់ទេឬក៏អូខេ cost យើងจะដាក់ទៅណាដាក់ឧទាហរណ៍សិនប៉ុណ្្នឹងសិនទៅតែឥឡូវយើងដាក់ប៉ុណ្្នឹងអញ្ចឹងអានេះធម្មតាJSON ហ្នឹងយើងJSON ហ្នឹងគឺបើវាមិនមាន base URL មួយទេអញ្ចឹងយើងមិនត្រូវការ run ដើម្បីដំណើរការ JSON ហ្នឹងបានយើងមិនត្រូវការ run ទៅនឹង command ត្រូវ run command
ai command run JSON đó nè lấy run JSON chẳng những xe ghế là bay run JSON thì dương xe JSON server chẳng nó bay ai tôi xe JSON server chẳng bán được ra dương miền JSON server nó nông cùng tờ dương sân được nhưng mà hai dương server mấy bờ giờ off dương cho install bật sân thì miền hay bài install tí ok chẳng trong đó tham miền miền check version thôi version ok nghĩa một to miền install mà ok mình dương là chỗ mọi thứ đó tỏ chân dương install phần nắng miền chia này chân dương để trong phần này tao là dương ran chia sóng JSON server JSON server top máu again vậy JSON server 2 là đã void void ហើយឈ្មោះ file យើងគឺ data.json អញ្ចឹងខ្ញុំធ្លាប់តែប្រាប់យើងហ្នឹងអញ្ចឹងមូលហេតុដែលយើងដាក់ data អា file JSON ដែលដាក់ស្មើនឹងអា code ទាំងអស់ណាស្មើនឹងអា code ធំដោយសារតែយើងខ្ជិលប្រើ slash ប្រើអីញ៉ៃដើម្បីនិយាយទៅយើងខ្ជិលប្រើពេលយើងសេអញ្ចឹងស្រួលយើងស្វែងរកមិនថាពេលយើងសេ command យើងមិនចាំបាច់ដាក់ slash ពីមុខ slash lc slash អីចឹងណាអូខេចាំមកយើងដាក់អញ្ចឹង enter មកបងអញ្ចឹងនៅពេលដែលយើង enter មកយើងនឹងឃើញមាន endpoint student មួយអញ្ចឹងអាខាងមុខនេះហៅថា base URL ឯង base URL អញ្ចឹងពីច្រើនណានៅក្នុង LC នេះត្រង់ service នេះត្រង់ service នេះវាច្រើនគេប្រើដើម្បីរក្សាទុកណា base URL មួយហ្នឹងអញ្ចឹងខ្ញុំគួរតែបង្កើតមួយគឺខ្ញុំសរសេរconstant ខ្ញុំដាក់ថា API ស្មើនឹង HCO អូខេ HCO វាអត់មានដោយសារគេនេះយើងធម្មតាវាអត់មានវាអត់មានទេដោយសារគេដោយសារតែយើងអត់ទាន់នេះគេអត់ទាន់ install ទៅ HCO យើងវាជាលក្ខណៈវាដូចជា function fix API ដែរទេគាត់ថាវាមាន functionality ច្រើនជាងអញ្ចឹងដោយសារយើងអត់ទាន់មាន HCO ទេអញ្ចឹងយើងត្រូវការ install HCO មួយមកចឹងបើយើងមិនទាន់មាន install ខ្លួនឯងណាបើយើងមានហើយក៏នេះទៅបើយើង click យើងអាចទៅសួរ AI ហៅទៅ install អីហ្នឹងចឹងយើងសេមក npm install HCO ត្រូវអី HCO ដូចជា React HCO ឬក៏ HCO ទេប៉ុណ្ណឹងឯងប៉ុណ្ណឹងណាឡើយដើម្បីច្បាស់យើងបើក ChatGPT មកខ្ញុំមិនចេញសោះខ្មែរយើងត្រូវអូខេ enter ពងយើងយក version យើងក្រោយលឿនជាងមុនយើងផែលជា React update ថ្មីកាលមុនយើងប្រើ npm install មករៀងយឺតតែឥឡូវវាលឿនmấyថា VS Code វា update ថ្មីចាំមើលអាកន្លែង file នៅលើចាអាកន្លែងឈ្មោះ slash មាន folder slash អីទៀតអូខេឥឡូវយើង install ឥឡូវយើងចាប់ដើមបង្កើតមកដូចខ្ញុំនិយាយអញ្ចឹងគឺយើងបង្កើតតទៅនឹងក្នុងអា service អ្នក service មានតួនាទីតំណាងឲ្យ data ឬក៏តំណាងឲ្យទិន្នន័យសម្រាប់ធ្វើការជាមួយនឹង API មានថាវាប្រើសម្រាប់សរសេរទៅនឹង endpoint ទាំងអស់តោះ constant API ស្មើនឹង HCO interpol នេះខុសនេះ HCO ហ្នឹងHCO HCO អត់ import ណាធម្មតាវិញ import HCO from HCO អូខេដល់ទៅកាន់ create អូខេ create គេនេះយើងcreate គេយើងត្រង់នេះគឺយើង create មកអូខេ base URL ចេះដាក់ base URL របស់យើងណាចឹង base URL របស់យើង follow តាមអា endpoint របស់យើងនេះsyntax ខ្លះខ្ញុំភ្លេចនិយាយសារបច្ចុប្បន្នខ្ញុំប្រើតែ cursor ខ្ញុំប្រើតែអីទៅសេអញ្ចឹងអា English ខ្លះខ្ញុំវាអត់ចាំទេបានតែខ្ញុំបរៀនហ្នឹងខ្ញុំមិនរៀងរំលឹកមកវិញខ្លះអូខេហើយទៅចេញ Google Meet ណា
គឺ base URL ហើយចឹងយើងអាចប្រើទៅតង time out ហ្នឹងគឺនៅពេលដែលបើយើងដាក់1000ចេះមានន័យថា API យ៉ាងយូរក្នុងរយៈពេល10 second បើសិនបើ data អត់ respond មកទេ server នឹង block ហ្មងថាវានឹង block វានឹងចេញជា error ចេញជាអីណាវាចេញជាអី server time out ឬអីចឹងទៅមានថាវាផុតអា cannot វាណាអូខេក្នុងករណីដែល API វាក្រ respond មកចឹងយើងដាក់ហ្នឹងក៏បានយើងដាក់ក៏អត់អីដែរអូខេដល់ពេល header នេះខ្ញុំធ្លាប់បញ្យល់ប្រាប់យើងខ្លះ header នេះបើថានៅពេលដែលយើងប្រើ header នេះគឺ content type application JSON ហ្នឹងគឺសំដៅលើការរៀបចំ data ឬក៏ accept data ដែល respond ហ្នឹងអាចឲ្យវា accept ជា JSON បានមានថា data ដែលបាន respond មកហ្នឹងអាច respond ជា JSON បានវា support មួយ JSON និយាយទៅប៉ុន្តែដើម្បីតាក់ទងនឹងការងារទិន្នន័យដែល respond មកពី data របស់អ្នកនេះអូខេអញ្ចឹងទៅប៉ុណ្្នឹងសិនមកអូខេតើបើយើងធ្វើការ export មួយអូខេ export ឬអានេះយើង say constant export ទៅនេះមកអូខេមិន export default ទេ export 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 ពងតោះទៅនេះចានេះជា base URL អូខេអញ្ចឹងមានថាអា index នេះនិយាយទៅអាក្នុង folder service ហ្នឹងមានតួនាទីសម្រាប់បង្កើត endpoint ដើម្បី access ឬក៏ដើម្បីធ្វើការចេញពី API របស់យើង API JSON ចេញពី JSON server យើងណាអូខេឥឡូវយើង complex ហ្នឹងយើងអញ្ចឹងមើលយើងចង់ដឹងថាត្រូវការ install ខ្លះចាំខ្ញុំ install ត្រង់នេះឲ្យចានេះយើងត្រូវការ dependency ប៉ុណ្នេះអញ្ចឹងម្សិលមិញយើងបាន install React Router React Redux និង React Redux Toolkit ទេអូខេតោះឥឡូវខ្ញុំ install ឲ្យយើងមើលបន្តិចដើម្បីដឹងថាយើងត្រូវការ install ខ្លះឥឡូវខ្ញុំសុំ push OS អញ្ចឹងខ្ញុំសុំនិយាយម្ដងទៀតណាយើងអញ្ចឹងអានេះធម្មតានៅពេលយើងធ្លាប់ធ្វើណាដូចជាកាលមុនធ្លាប់រៀនយើងអា create ហ្នឹងដូចជានៅដល់អាការយើងរៀនមុនអត់ទាន់ធ្វើណា create គ្រាន់តែយើងប្រើនៅច្រើនអត់ប្រើគាត់តែប្រើ Exyos ដល់ទៅកាន់ get Exyos ដល់ទៅកាន់អីទៅដល់កាលយើងប្រើមុនក៏យើងគាត់តែយើងយកអា Exyos ហ្នឹងដល់ទៅកាន់ get ដល់ទៅកាន់អីទៅដល់តែឥឡូវយើងបានបង្កើត Exyos ដល់ទៅកាន់ create ចាត្រង់នេះខ្ញុំបញ្ជាក់តិចនេះយើងអានេះគឺយើងបង្កើតដើម្បីជា base API base URL មានថាតិចទៀតយើងដឹងហើយថាហេតុអីយើងធ្វើអញ្ចឹងចាត្រង់នេះគឺខ្ញុំប្រើដើម្បី create នៅនេះAPI នេះមួយដោយ API នេះតំណាងឲ្យ base URL មួយហើយបើសិនជាយើងបង្កើតអញ្ចឹងយើងអាចកំណត់តាក់ទងនឹងរបៀបធ្វើការរបស់ client side ជាមួយនឹង server side អញ្ចឹងបើយើងដាក់ time out ហ្នឹងមានថានៅពេលដែលទិន្នន័យចេញពី server side វា respond លើសពី10 second ក្នុងករណីដែលវាទាញទិន្នន័យចេញពី server side មកយូរឬក៏ទាញទិន្នន័យចេញមកពី JSON server នេះវាយូរលើសពី10 second វានឹងធ្វើការ block ហ្មង block ដោយសារវានឹងចេញជា status មួយថា page ហ្នឹងត្រូវបាន block ឬ block ដោយសារតែវាលើសពីម៉ោងកំណត់ហើយមួយទៀត header ហ្នឹងគឺវាប្រើដើម្បីកំណត់អំពីរបៀបដែល client side ជាមួយនឹង server side ធ្វើការអូខេធម្មតានៅពេលដែលយើងទាញទិន្នន័យចេញមកពី API មកវាមិនមានកន្លែងកំណត់ថាAPI ហ្នឹងត្រូវបែបម៉េចចឹងទៅវាអាចមាន JSON វាអាចមាន token វាអាចមានអីចាត្រង់ហ្នឹងគឺខ្ញុំនៅអត់ច្បាស់កន្លែង client side server side client side ហ្នឹង server ដូចអត់ client side គឺសំដៅលើអាពពួកយកអាទិន្នន័យគេមកប្រើដល់ពេល server side គឺអ្នកចែកទិន្នន័យអ្នករក្សាទុកទិន្នន័យដូចយើងធ្វើ back end ហ្នឹងគឺពពួក Laravel ពួកអីហ្នឹងពួក Django យឺតកត់មួយសិនកត់ទុកអូខេហ្នឹងហើយ client side គឺសំដៅលើអាពពួកដែលប្រើប្រាស់ data របស់គេអូខេឧទាហរណ៍ដូចជាធម្មតាយើងបើកលើចេះ website មួយនេះ Telegram យើងកំពុងប្រើក៏ជា client side ដែរអាទិន្នន័យយើងកំពុងឃើញគឺសិតតែទាញចេញមកពី server side ហើយអូខេអញ្ចឹង client side ប្រៀបបានដូចជា UI ឬក៏ website មួយអត់ទាន់មានទិន្នន័យទេអូខេអញ្ចឹងទិន្នន័យបានទៅណាទិន្នន័យវាបានលុះត្រាតែវា request ទៅកាន់ server side អញ្ចឹង server side
ប្រៀបបានវាដូចជាកន្លែងមួយដែលសារទុកនៅទិន្នន័យគ្រប់គ្រងទិន្នន័យចែកលេខទិន្នន័យទៅឲ្យ website មួយហ្នឹងឯងចឹងហៅថា server side ហើយអូខេយើងគាត់យល់ប៉ុណ្ណឹងក៏អាចយល់បានហើយអូខេចឹងសូមបកមកវិញអា header នេះអា header ហ្នឹងគឺធម្មតាដូចខ្ញុំនិយាយចឹងវាធ្វើការពីclient side ជាមួយនឹង server side ចឹងពេលវាធ្វើការមួយគ្នាវាមិនធ្វើតាមរយៈ API ទេ API មានតួនាទីទាញយកទិន្នន័យពី server side មកឲ្យ client side ហើយយកទិន្នន័យពី client side ទៅ set ទុកនៅក្នុង server side អញ្ចឹងនៅពេលដែលវាធ្វើការជាមួយគ្នាហ្នឹងគឺគេបានប្រើនៅ header ដើម្បីកំណត់អា data ដែលត្រូវការបោះទៅនេះយើងអញ្ចឹងក្នុង header ហ្នឹងវាអាចកំណត់ទៅក្នុង data ដូចយើងបើសិនយើងប្រើ content type application JSON ហ្នឹងមានន័យថាយើងប្រើដើម្បីឲ្យគេដើម្បីឲ្យការធ្វើការរវាង client side ជាមួយនឹង server side វាមានភាពងាយស្រួលនៅលើ data ជាលក្ខណៈ JSON ធម្មតាពេល API response មកវាប្រកាសថា response ជា JSON មកទៅឧទាហរណ៍ខ្ញុំឧទាហរណ៍លើនេះមួយអានេះរំលឹកមកគ្នាយើងវិញខ្លះណាអូខេឥឡូវយើងសាកខ្ញុំ copy នេះមកហើយយើងដើម្បីដឹងថាវា response បែបម៉េចយើងបើកលើកន្លែងណាមួយទៅខ្ញុំចូលនេះអូខេខ្ញុំផាសចូលត្រង់នេះផាស endpoint នឹងចូល enter ពងមកនេះវា response ចេះនេះតើនៃបាន response មកនេះអាទិន្នន័យចេះជាទិន្នន័យបាន response មកជាគេជាលក្ខណៈចេះ JSON អញ្ចឹងអាត្រង់កន្លែងនេះគេបង្កើត header មកដើម្បីកំណត់ថា data ដែលយើងបានធ្វើហ្នឹងគឺលក្ខណៈជា JSON មានថាអាចឲ្យការធ្វើការរវាង client side និង server side វា support ខ្លាំងជាមួយនឹង JSON ដោយគ្មានបញ្ហាប៉ះពាល់អីទេយល់ទេអូខេអញ្ចឹងយល់អត់ចឹងកន្លែងនេះយល់ណាតិចគុណតនេះតនេះតនពតនេះអូខេតោះចុងមិនបានចេញពីមីតចឹងចំទៅនេះចឹងហើយតោះឥឡូវយើងបង្កើត page មួយទៀតបង្កើត structure មួយទៀតដោយខ្ញុំដាក់តកតងទៅនឹង component យើងកាត់ folder មកថាcomponent អូខេ component អូខេក្នុង component ហើយយើងមាន page component យើងមាន page វាមានមាន layout ហ្នឹងសម្រាប់តទៅអាប្រភេទទិន្នន័យ static UI static ដែលប្រើច្រើនដង layout ហើយមាន page ចុងក្រោយយើងមានជា page component ហើយវាអត់ប្រើទេ component មកទៅដោយសារតែក្នុង component វាដោយសារយើងអត់ត្រូវមានអី design ច្រើនទេអញ្ចឹងយើងប្រហែលជាមានអីត្រូវសរសេរណាអញ្ចឹងយើង store នេះអត់មានអីទេណា index នេះអត់មានអីទេហើយអានេះមានបែបនេះអូខេអញ្ចឹងខ្ញុំនឹងscreenshot អានេះយើងមើលអូខេ complete install SEO ផងណាអូខេបាត់ install SEO យើងអាចទៅសេនឹងបានចុងចេញទៅមែនបានចេញទៀតអូខេអញ្ចឹងយើងសេនឹងបន្តិចយើងរៀនដល់ហ្នឹងចាំយើងគិតទៀតបើមិនដល់ក៏មិនអីដែរតោះឥឡូវយើងខ្ញុំបង្កើតភាសាឥឡូវយើងចង់ទាញទិន្នន័យចេញមកពី endpoint student អញ្ចឹងខ្ញុំបង្កើតនេះមួយខ្ញុំដាក់ថា student.js អូខេ student.js តោះមកខ្ញុំសូមបង្កើតconstant ខ្ញុំគួរតែឲ្យ AI generate ឬក៏ខ្ញុំអង្គុយស្រីណា export constant
get student យើងស្មើនឹង API interpol API គេដាក់ចេះយើងមានថា install យកចេញពី index ណានេះ .js អញ្ចឹងយើងដកទៅកាន់ get អីគេយើងចង់ទាញយក student ដាក់ student ហ្នឹងមក student តោះឥឡូវនេះយើងសាកបកស្រាយខ្ញុំបន្តិចណាឥឡូវគ្នាយើងឃើញអានេះគឺយើងបង្កើតអានេះ API នេះអូខេ API ចេះយើងបង្កើតវាមាន base URL និងការកំណត់ទាក់ទងនឹងរបស់របរមួយចំនួនចិត្តដល់ពេលខ្ញុំផ្សេងចេះវាមានអីកើតឡើងយើងកាលមុនត្រង់នេះយើងប្រើអីគេកាលមុនមានចាំទេត្រង់នេះ Exio តែឥឡូវយើងអត់ប្រើ Exio ទេហេតុអីយើងប្រើអញ្ចឹងទៅវាអាចជំនួស Exio បានដោយសារគេមើលមើលដោយសារយើងប្រើក្នុងនេះ Exio ហើយហ្នឹងដោយសារ API ហ្នឹងគឺស្មើនឹង Exio ហ្នឹងទៅបាទអញ្ចឹងតែប៉ុន្តែបើយើងអត់ចង់សេ Exio យើងសេចេះនេះយើងបើយើងអត់ចង់ប្រើ API យើងអាចសេចេះបានសេចេះចេះមកហើយដកទៅកាន់នេះគេget អូខេ get មកចេះមកសេចេះបានយើងសេចេះហើយបើយើងចង់អីគេចង់ add student យើងសេអញ្ចឹងទៀតយើងសេតម្រងថ្ងៃអញ្ចឹងទៀតយើងទៅសេអញ្ចឹងដដែលណាអូខេអញ្ចឹងវាវែងឆ្ងាយអត់អញ្ចឹងវាវែងឆ្ងាយអូខេអញ្ចឹងបានមូលហេតុហ្នឹងគេបានខ្ញុំបង្កើតឲ្យវានៅជាធំមួយតមកយកមកប្រើអញ្ចឹងដល់ពេលយើងប្រើស្មើនឹងយើងប្រើអារបស់ដែលយើងបានកំណត់តាក់ទងនឹងកន្លែងនេះទាំងអស់យល់ទេត្រង់ហ្នឹងផារីយល់តែច្រើនហ្នឹងចុះផារីសុផារីឡូផារីចប់ឬអាងបាទលោកគ្រូចុះបើមានទុក្ខិនទៅសេមិនអូវាមានទុក្ខិនមែនមានទុក្ខិនយើងសេកំណត់តទៅត្រង់នេះយើងកំណត់ថា API ហ្នឹងវាមានអានឹងចាំទៅមុខនេះយើងចាំដល់ level ចាំដល់ពេល integrate ខ្ញុំនឹងបង្ហាញយើងសេតយើងសេតពីក្រោមនេះសេតនេះយើងកំណត់ថាកន្លែងហ្នឹងលុះត្រាតែមានទុក្ខិនលុះត្រាអីទៅអាច access ចូលបានណាយើងអាចកំណត់ទៅនៅកន្លែងហ្នឹងសេតពីក្រោមទៀតអានឹងចាំដល់ពេលធ្វើមួយ Laravel ឬក៏ហ្នឹងឯងចាំដល់ Laravel ចាំខ្ញុំបង្ហាញនៅពេលដែល integrate មួយ Laravel តែឥឡូវយើងរៀន basic ទៅអូខេតោះឥឡូវនេះយើងយល់ណាឌីកុនយល់ឡាត្រង់នេះឌីកុនបណ្ណាយល់មិញបើយល់ហើយបើអញ្ចឹងកាលមុនណែខ្ញុំមិនប្រើអីយកដល់ទៅកាន់ get ហ្នឹងដឹងថាអា method មួយហ្នឹងប្រើសម្រាប់ទាញយកទិន្នន័យមកប្រើសម្រាប់ទាញយកទិន្នន័យចេញពី API មកបាទអូខេអញ្ចឹងពីមុនយើងប្រើអីយកតែឥឡូវយើងប្រើអីយកយើងប្រើ API តែវានៅតែស្គាល់ដដែលដោយសារគេដោយសារតែAPI នេះគឺស្មើនឹងអីយកតែបានអីយកតោះឥឡូវយើងតទៀតចានេះយើងធ្វើការget student by ID ហើយយើងអានេះមែនតើទៅយើងអាចទៅសេតាក់ទងទៅនឹងហើយយើងអាចមាន Async-Await អីតទៀតយើងមាន Async-Await អីតទៀតណាអានេះឥឡូវខ្ញុំសុំរនឹកសិនថាគូតែប៉ុតវាមានវិធីសាស្ត្រសរសេរច្រើនយើងគួរទៅសេអញ្ចឹងវាងាយស្រួលឬក៏បែបម៉េចវាសេចេះវាងាយស្រួលឬក៏បែបម៉េចឥឡូវខ្ញុំសុំសេចេះសិនយើងអាចសេចេះមួយទៀតយើងសេចេះទៅបងមួយទៀតយើងអាចសេចេះបានយើងអាចប្រើ Async ហើយបន្ទាប់មកយើងយក API Async អូខេចេះបានចេះយើងអាចទៅសេចេះបានណាឬក៏យើងអាចយក constant that response ទៅមកយើងយក response return ដល់ទៅកាន់ data ចេះបានណាមានថា
ចឹងនៅពេលដែលទិន្នន័យទាញមកធម្មតាពេលទាញមកវាមិនទាញបាន data មកទៅចឹងយើងដកទៅកាន់ data ថាយើងចាប់យកទិន្នន័យបានទាញមកទាំងអស់ហើយដោយសារទុកនៅកន្លែងនេះនឹងវិធីសាស្ត្រដែលយើងសរសេរមួយទៀតនេះចឹងនេះអាចសេតទៅនឹងasin អូខេហើយយើងដាក់weight ទាំងនេះមក weight អូខេរងចាំឲ្យទិន្នន័យដើរអស់មានថារងចាំទិន្នន័យដែលទាញមកអស់ហើយបន្តមកយើងយកអាទិន្នន័យហ្នឹងរក្សាទុក return ឲ្យណា return ឲ្យ function មួយហ្នឹងអញ្ចឹង function មួយហ្នឹងរក្សាទុកនៅអីគេ data ដែលបានទាញចេញមកពី API អូខេបើស្អីយល់អត់ស្អីចេះឈ្មោះ student ហ្នឹងយើងដាក់ slash ពីមុខក៏បានអត់ក៏បានទេចា៎ កន្លែងណា ក្នុងកន្លែង get JSON មក អត់នេះមែន បាទ អាហ្នឹងអត់បើសិនបើយើងដាក់ slash វាថាតែក្នុងនេះក្នុង base URL នេះយើងដាក់អញ្ចឹងអូវាតគ្នាយល់អត់វាតគ្នាអញ្ចឹងបើយើងដាក់យើង អូខេយល់ហើយនេះទៀតទេអូខេឃើញនេះសារយើងទាញចេញពី student ណាអញ្ចឹងបាទនេះវាមាន3000ស្រាប់ហើយមានអាកតុយមុខស្រាប់ហើយវាមានអាប៉ុណ្ណេះស្រាប់ហើយវាមានប៉ុណ្ណេះស្រាប់ហើយអញ្ចឹងយើងគ្រាន់តែដាក់អញ្ចេះមកវាមិនស្មើតតែឥឡូវយើងស្អីចេះយល់អត់ស្អីចេះអត់អីណាអត់អីចា៎អញ្ចឹងវាថានេះយើងធ្វើការធ្វើអញ្ចឹងវាថាយើងនឹងធ្វើការរក្សាទុកនៅ data ដែលបានទាញចេញមកពី API រក្សាទុកនៅក្នុង function មួយនេះត្រូវទេតោះមួយទៀតexport ដដែល constant get student by id អូខេអញ្ចឹងអានេះស្អីគេអាកតុយក្រោយហ្នឹងស្អីគេនេះកាលខ្ញុំមាន parameter របស់ហើយគេអា endpoint ហ្នឹងដែរអញ្ចឹងបើសិនបើយើងដាក់ parameter ហ្នឹងគឺស្មើនឹងយើងធ្វើការទាញយកទិន្នន័យចេញពីគេ endpoint នេះ endpoint student ដែលខ្ញុំបានបង្ហាញយើងត្រង់កន្លែងនេះគឺវានឹងធ្វើការចាប់តាមនិយាយគេ ID អញ្ចឹងនេះគុណយល់ទេគុណត្រង់នេះអានេះចាប់តាមរយៈ ID ដែលយើងដាក់នៅកន្លែង JSON ហ្នឹងបងចឹងនេះគឺ function ចឹងនៅពេលដែលយើង call function ហ្នឹងទៅយើងគ្រាន់តែ assign ID ចូលទៅកាន់ function មួយហ្នឹងចឹងស្មើនឹងយើង assign ចូលនេះដោយសារ ID នេះបានមកពី5របស់អ្នក function នេះអូខេតោះឥឡូវមួយទៀតចឹងយើងធម្មតាយើងមានការទាញទិន្នន័យទាំងអស់អានេះទាញទិន្នន័យទាំងអស់អានេះទាញទិន្នន័យតាម ID ដល់ពេលនេះទាញទិន្នន័យតាមនិយាយគេអូខេដល់ពេលនេះយើងធ្វើការ create student វិញចឹង create student ដដែលគឺយើងបង្កើតនេះមួយហើយយើងប្រើ weight API post យើងដឹងហើយណាអានេះមានន័យថាម៉េចអត់ត្រង់នេះកំដរនេះយើងខ្ញុំសួរនេះយើងបន្តិចសិនណាគេនេះតាអាចនិយាយបានណាHello នេះតានិយាយបានណាអត់អីណាអត់និយាយបានអីទេខ្ញុំសួរនេះស្អីរដ្ឋានិយាយបានរដ្ឋាខ្ញុំសុទ្ធតែនេះអត់អាចនិយាយបានណានិយាយបានអីបានសួរតិចអានេះយើងដឹងហើយយើងប្រើប៉ុសដើម្បីបញ្ជូនទិន្នន័យចេញពី client side ទៅកាន់ server ទៅទៅពេលអានេះស្អីគេអាត្រង់នេះមិញsẽ đánh máy sao lại ស្អីចឹងអត់អីចឹងបាទប៉ាឌីមិនដឹងអានេះប្រើដើម្បីស្អីអាហ្នឹងបោះឈ្មោះថ្មីឲ្យទៅ JSON នេះចា៎បោះឈ្មោះថ្មីឬបោះស្អីឈ្មោះបោះសិស្សដឹងថាបោះឈ្មោះសិស្សតែបើយើងនិយាយឲ្យយល់យើងនិយាយឲ្យអ្នកផ្សេងយល់ផងតែ
យើងដឹងអាមេសូតពោះហ្នឹងប្រើដើម្បីបញ្ជូនតន័យចេញពីclient side ទៅកាន់ server side ទៅអញ្ចឹងអាត្រង់ហ្នឹងមានទួនាទីទៅអីនេះអាហ្នឹង ជា data ហ៎ មានថាត្រង់ហ្នឹងវានឹងធ្វើការបោះអា data ដែលយើងចង់បញ្ជូនទៅដោយសារទុកនៅក្នុង server side ហ្នឹងគឺបោះតាមរយៈអា parameter មួយហ្នឹងតើនេះអញ្ចឹងអា parameter នេះដាក់អីគេ endpoint អា parameter នេះសម្រាប់បោះនៅ data ត្រូវយល់ Ai cho cái này nhỏ cái này create student ហ្នឹងអាហ្នឹងអីវិញច្រើន អានេះមែន មុនណាបាទ អាហ្នឹងវាជា function អូ មានថា បាទ អានេះយើងនឹងបង្កើត function មួយដើម្បីធ្វើការ create នៅ student អញ្ចឹង function ហ្នឹងវាមានlogic ប៉ុណ្ណេះគឺយើងប្រើ API ហ្នឹងបានមកណាយើងបានមកពីនេះបានមកពីនេះដែលនេះវាស្មើនឹងអីសយោត្រូវអូខេអញ្ចឹងមានថាបានប៉ុណ្ណឹងហើយយើងយកអាប៉ុណ្ណឹងនេះឃើញទេមានអីចឹងពោះយ៉ាងហ្នឹងគឺយើងប្រើដើម្បីបញ្ជូនតន័យចេញពី client side ទៅកាន់ server side ទេឆើអញ្ចឹងអា student ហ្នឹងយើងបង្កើតមកដើម្បីយើងបង្កើតJSON មួយទៀតទេបងចាអានេះមែនអា student ហ្នឹងអាចអា student ដែរហ្នឹងអូអានេះមែនអាហ្នឹងមើលថាវាមានទួនាទីនៅពេលដែលយើង call អានេះនៅពេលដែលយើង call អា function create student នេះគឺយើងបោះតន័យដែលយើងចង់បញ្ជូនទៅបោះចូល parameter របស់វាបន្ទាប់មក parameter វានឹងបញ្ជូនអាតន័យហ្នឹងមកចូលកន្លែងនេះមកចូលកន្លែងនេះតបន្ទាប់ពីបញ្ជូនមកតហើយវានឹងយកអាតន័យហ្នឹងឲ្យអា endpoint មួយនេះអញ្ចឹង endpoint ហ្នឹងយកអាតន័យដែលបានហ្នឹងទៅរក្សាទុកនៅក្នុង server និយាយរួមខ្លីអាត្រង់នេះមានទួនាទីយក data ដែលយើងចង់បញ្ជូនទៅមានថាធម្មតាយើងប្រើប៉ុសយើងចង់ insert តន័យចូលទៅកាន់ server side ឯងទៅខាង server ឯងបញ្ជូនទៅខាង server ឯងចាហ្នឹងគេបញ្ជូនមក record ទៅហ្មងមែនអត់ចាមក record ជាទម្រង់ JSON ណាអូខេយល់ហើយដូចយើងធ្វើការមុននោះគាត់ថាអានោះយើងធ្វើអញឯងនេះយើងតែនេះយើងរៀបចំវានៅមួយកន្លែងដោយសារយើងរៀបចំជា state មួយចំនួននោះហើយមួយទៀតទៅ update ទម្រង់ស្តៀងគ្នាឥឡូវ update យើងប្រើ put យើងសង្កេតឃើញថា update នេះមានអីគេអាតនេះ URL វាមានអីគេប្រាប់endpoint វាមានអីគេមាន parameter អូខេបាទហេតុអីប្រើ parameter ផងហេតុអីប្រើ5ផងហើយប្រើអា parameter ទី2ផងមានដឹងអត់អានេះប្រើដើម្បី ID ប្រើដើម្បីអីប្រើដើម្បីអីហ្នឹងអញ្ចឹងយើងដឹងហើយថាការ update ធម្មតាចាប់យកហើយតាមរយៈអីគេ update តាមរយៈ ID ហ្នឹងហើយចាត្រង់នេះគឺយើងប្រើដើម្បីបញ្ជា ID ដែលយើងចង់ update ដល់ពេលនេះតន័យដែលយើងចង់ update គឺថា update បោះចូលតន័យថ្មីដែលយើង update យើងនឹងបោះឲ្យអា parameter មួយនេះដល់ពេលអា5នេះដើម្បីបញ្ជាក់ថាយើងចង់បោះអាតន័យហ្នឹងទៅកាន់ ID មួយណាទៅកាន់ ID មួយណានៃ student របស់យើងអូខេយល់ណាតោះឡើយ delete អូខេ delete ដូចគ្នាគេមាន ID មួយអញ្ចឹង ID ហ្នឹងយើងមិនចង់លុបវាតាមរយៈ ID ត្រង់អញ្ចឹងយើងមិនសរសេរហ្នឹងមួយមកដោយសារយើងចង់លុបតាមរយៈ ID អូខេបងមីឡូបងមីអត់អីបងមីដឹងទាញចិត្តការអីទេតោះមុននឹងចេញខ្ញុំសុំមុននឹងបញ្ចប់ចង់សួរអីចឹងណាណៃលោបងមីយល់អត់បងមីអីណាយើងគាត់តែយល់តិចទៅយើងមិនដោយសារយើងអត់តធ្វើវាគុំចូលគ្នាបានយើងយល់តិចបាទរដ្ឋាអត់អីច្រឡំដៃច្រើនខ្ញុំសុំខ្ញុំបានឆ្លើយកន្លែង response data ហ្នឹងយើងអាចជ្រុំពាក្យ data ទៅអីផ្សេងមកអត់ចេះហើយវាជា built-in មកចេះវាជា property របស់ហ្នឹង property មកអីគេយកអា data ហ្នឹងគឺសំដៅដូចការបរៀនយើងលើកមុនឥឡូវខ្ញុំដើម្បី
ដើម្បីបញ្ជាក់ឲ្យយើងលឹកមកវិញឥឡូវខ្ញុំសុំបើកឥឡូវសុំscreenshot នេះសិនយើងមុននឹងខ្ញុំទៅបើកអានោះហើយណាអូខេខ្ញុំសុំ screenshot ដល់ប៉ុណ្នេះសិនមុនខ្ញុំទៅបើកបច្ចេកចាស់ដែលយើងធ្វើណាអូខេបច្ចេកដែលយើងនឹងធ្វើខ្ញុំសុំ screenshot នេះសិនតោះឥឡូវយើងទៅបើកបច្ចេកចាស់ដែលយើងធ្វើខ្ញុំទៅមើលអាត្រង់ហ្នឹងសិនបច្ចេកចាស់ដែលយើងអាចទៅមើលអាបច្ចេកចាស់ដែលយើងធ្វើនេះបច្ចេកនេះអូខេទៅមើលមកយើងឃើញណា respond ទៅកាន់ data ឃើញឥឡូវដូចទាញបដាឃើញទេគឺយើងមិនមាន respond មួយហើយយើងប្រើ x យកតាមហ្នឹងយើងប្រើ API នេះអានេះយើងប្រើ API ណាប្រើ API ដោយសារយើងប្រើ index ហើយនៅពេលនេះឃើញយើងយក respond ដល់ទៅកាន់ data អញ្ចឹងបើយើងយល់ពីអាបច្ចេកកន្លែងហ្នឹងក្រៅនេះគឺយើងយល់ដែរអា data ហ្នឹងគឺជា property របស់គេរបស់ x យកវាមានតួនាទីចាប់យកគេចាប់យកអ្នកអត្តន័យបាន respond មកពី API ចាប់យកអត្តន័យមួយចេះពេលយើងប្រើ respond ដល់ទៅកាន់ data មានថាយើងចាប់យកអត្តន័យមក object មក object យល់អត់សុខច័ន្ទត្រង់ហ្នឹងបាទច្រើនយល់ពីអាបច្ចេកទេសយល់អញ្ចឹងគឺយើងសំបកមកវិញតិច state management គឺសំដៅទៅលើវិធីសាស្ត្រមួយដែលយើងធ្វើការយក data ទាំងអស់ហ្នឹងមករក្សាទុកនៅក្នុងកន្លែងតែមួយបន្ទាប់មកយើងធ្វើការចែកអា data ដែលយើងបានយកមករក្សាទុកហ្នឹងទៅកាន់ component ផ្សេងអត្ថប្រយោជន៍មានច្រើនខ្ញុំបានយល់ម្សិលមិញហើយអញ្ចឹងអ្វីដែលយើងធ្វើមុនមិញគឺជាផ្លូវមួយដែលយើងរៀបចំជាវិធីសាស្ត្រដែលកំពុងនិយាយគឺ state management ហ្នឹងឯងអញ្ចឹងវាមាន flow ឲ្យត្រឹមត្រូវយើងអញ្ចឹងចាំពេលយើងធ្វើចប់ខ្ញុំនឹងសរុបអា flow ហ្នឹងចូលនេះដើម្បីយើងដឹងគេសេអញ្ចឹងយើងគ្រាន់តែធ្វើប៉ុណ្្នឹងសិនហើយយើងនឹងបន្តនៅថ្ងៃស្អែកទៀតយើងអញ្ចឹងថ្ងៃហ្នឹងមានតែប៉ុណ្្នឹងនេះអូខេជួបគ្នាថ្ងៃស្អែកបាយនេះយើងបាយបាយ